បាទជំរាបសួរពុកម៉ែបងប្អូននៃទស្សនវិជ្ជាកម្មវិធីបណ្ណាំងគោនៅខាងកំពង់ស្ពឺយើងឃើញគោច្រើនបានយើងទៅគ្នាយើងទៅនោះយើងទៅនោះគោនេះគោនៅកណ្ដាលសុំចិត្តគោនៅកណ្ដាលនេះសុំចិត្តទៅទីអូបាទមិនអាចចូលបានទេមើលគោស្អាតដែរគោនៅកណ្ដាលហើយបងប្អូនយើងទៅឈរមើលមិនអាចចូលកណ្ដាលបានទេសុំមកខាងក្រៅបាទដើម្បីថតដល់ចឹងថតអត់កើតបាទថតកើតសុំមេត្តាមកខាងក្រៅសុំមេត្តាអធិស្ឋានបាទដល់ខាងបលីអូននេះជួយទៅមកតែស្អាតនេះយកខ្លាចទេអូនណាអាវនេះខ្លាចទេច្រើនចេញមកក្រៅមកខ្ញុំនឹងការការពីច្រើនពីតែពីចាប់ទៅលោកសិទ្ធិយ៉ាងចឹងក៏កម្លាំងសុំចិត្តគាត់ឲ្យគាត់មកខាងនេះមកឲ្យបានស្រួលងាយស្រួលយើងរៀបចំតែថាធ្វើចឹងធ្វើចំណាប់ធ្វើមកឡូវបងអើយđang đi bố ở sao cho máy chụp lót con phải nhau với em nhé bà cứ bị trọ xa cô tới rồi đây là phi bên đây sao đó anh máy chơi đây là đang đó con với ơi cho bạn đi đến một cái rồi còn nó cóបាទមនុស្សច្រើនមកបណ្ណាំងគោlệchនេះណាចុះស្គាល់ស្តុបទេចុះបងមកនៅក្រោយអាក្បាលបែកឡូរត់តាមទៀតទៅសុំចិត្តតាមមកទៅគោច្រើនគោមកហើយបាទបណ្ណាំងមកហើយហើយកណ្ដុះបាទកម្មវិធីបណ្ណាំងគោនៅខាងកំពង់ស្ពឺបាទគោមកហើយបាទជួយ share មួយបាទពុកម៉ែបងប្អូនកម្មវិធីបណ្ណាំងគោនៅខាងកំពង់ស្ពឺឯនេះគឺសុទ្ធតែរទេសសលៃបាទគឺរាប់រយគ្រឿងប្រមូលផ្ដុំនៅទឹកដីខេត្តកំពង់ស្ពឺហើយអ្នកដែលចូលរួមនេះជាច្រើននៅកំពង់ស្ពឺនៅខាងខេត្តកណ្ដាលខាងតាកែវកំពង់ចាមគឺមកប្រមូលផ្ដុំគ្នាបាទចេញដំណើរ
គោច្រើនណាស់បាទគោនេះស្អាតណាស់យកមកពីខាងណាវិញបងអ្នកមកលេងថ្ងៃនេះមកពីខាងណាខ្លះអញ្ចឹងហ៎តែសបោតែអ្នកស្ពឺតែខាងតកៅខាងអីមានមកដែរបានប៉ុណ្ណាងនៅបងជុំមិនបានគេរត់តាមទេអីខ្លាយវាចូលខកកន្លងហ៎ម្នាក់គេប៉ុណ្ណាងមិនជុំបង3ជុំក៏4ជុំ6ជុំមានអញ្ចឹងហ៎ចុះបងបានចាប់លេខចាប់អីហើយនៅតែគេស្រង់ឈ្មោះអីហើយទេហើយជាមិនគូបងមកថ្ងៃនេះច្រើនដែរដូចជាថ្ងៃ10គេមានប៉ុណ្ណឹងនៅតកៅមួយទៀតដែរបាទទស្សនវិជ្ជាប៉ុណ្ណឹងគូបាទពុកម៉ែបងប្អូននៅខាងពងស្ពឺច្រើនណាស់បាទគោ600គ្រឿងចិត្តបានជ្រាបផងដែរថាគោទាំងអស់នេះតម្លៃខ្លួនគោទាំងអស់នេះមួយនឹមរហូតដល់ជិត$10000បាទ15,000ក៏មាន14,000ក៏មានបាទគោទាំងអស់សិតតែគោចំណាត់ខ្លះដែលត្រៀមរួចតាំងពីខែ5បាទតាំងពីខែ5មកបាទរហូតពីខែ5រហូតដល់ពេលនេះគឺយើងត្រៀម3ខែកន្លងមកហើយសម្រាប់មកបានអស់នេះសិតគោចំណាត់ខ្លះទាំងអស់បាទយើងមាន24ដុំនេះសិតតែគោចំណាត់ដាក់ដើម្បីប្រឡងបាទយកលេខ1លេខ2នៅពេលខាងមុខបាទឥឡូវនេះយើងសម្រាប់បានហើយគោលេខ1លេខ2គោខ្នាតតូចយើងរកឃើញហើយតែមិនទាន់សម្រាប់យកលេខទុកប្រកាសដល់ហើយទេតែយើងសម្រាប់បានមកហើយបាទហើយនៅសល់ធំនេះមិញយើងបានពាក់កណ្ដាលហើយនៅសល់ទៀតបាទនៅសល់ពាក់កណ្ដាលដើម្បីកម្មវិធីនេះចិត្តអាយដាមគាត់ជួយម្ដងហើយដើម្បីកម្មវិធីកុំឲ្យវាជាន់គ្នានឹងយើងធ្វើតាំងពីម៉ោង6ផងតែបើសិនជាយើងធ្វើរហូតម៉ោង7ចាប់ធ្វើកម្មវិធីនឹងអាចឆ្លងទៅដល់ម៉ោង12យប់ម៉ោង12ថ្ងៃក្រោយបាទពួកគ្រូច្រើននឹម67នឹមមិនរឿងធម្មតាទេបាទច្រើនណាស់បាទមិនងាយទេមិនងាយរៀបទេយើងគិតមើលដល់ម្ដង20ជុំ20នឹម25នឹមវានឹងអាចច្រើនជាទីបំផុតបាទចឹងសូមបងប្អូនអរពេលឡើងអាដាមបានជើងម្ដងសូមមេត្តាត្រង់ឈរឡើងដើម្បីជះដៃអបអរសាទរទទួលស្វាគមន៍គាត់ឲ្យបានទាំងអស់ខ្ញុំសូមអរគុណ សូមអរពីទីទាំងមូលមេត្តាក្រោកចូលឡើងដើម្បីត្រៀមតែដៃអបអរសាទរស្វាគមន៍នៅវត្តមានការជើញដល់របស់ឯកឧត្តមគណៈធម្មតាnhững đường lây rù quay đây nào ở cô này đâu không bàiកម្មវិធីតំណាងគោនៅខេត្តកំពង់ស្ពឺបានមានគោចូលរួមជាង60នាក់ហើយឥឡូវនេះវត្តមានដល់មកខេត្តកំពង់ស្ពឺគឺអញ្ជើញចូលរួមបែបកម្មវិធីដល់ទៀតបានការទៀតអត់អីឲ្យវាប៉ុណ្ណឹងទៅចាំឲ្យវាចូលបានមានគោច្រើន
ê gì chặt đôi mùi ai đâu chặt đi ខ្ញុំបាទសូមគោរពនឹងអនុញ្ញាតចាប់ផ្ដើមដំណើរការនៃកម្មវិធីមើលឃើញជាបឋមខ្ញុំបាទសូមសម្ដែងនៅកិច្ចកិច្ចភក្ដីភាពចំពោះវត្តមានដ៏គង់គួររបស់ឯកឧត្តមសុនជាសមាជិកក្រុមប្រឹក្សាខេត្តដែលជាតំណាងដ៏គង់គួរឯកឧត្តមយើងសុខុមប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺជាទីគោរពដ៏គង់គួរសូមគោរពឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងលោកជំទាវមេងវណ្ណានិនជាទីគោរពដ៏គង់គួរសូមគោរពឯកឧត្តមលោកជំទាវលោកស្រីមន្ត្រីរាជការភ្ញៀវកិត្តិយសសមាជិកសមាជិកានៃអង្គពិធីទាំងមូលជាទីគោរពមេត្រីអង្គពិធីទាំងមូលជាទីគោរពថ្ងៃនេះជាថ្ងៃប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែងនិងជាថ្ងៃប្រកបដោយនក្ខត្តរៈដ៏ឧត្តមឧត្តមប្រសើរថ្លៃថ្លានិងកិត្តិយសបំផុតដែលមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺរដ្ឋបាលក្រុងច្បារមូនសហគមន៍រទេះសាលីគោលឿនខេត្តកំពង់ស្ពឺនិងរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីប្រណាំងរទេះសាលីគោលឿនខេត្តកំពង់ស្ពឺប្រចាំឆ្នាំ2025ក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយអភិវឌ្ឍនិងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនៅប្រពៃណីប្រណាំងរទេះសាលីគោលឿននៅក្នុងខេត្តកំពង់ស្ពឺដែលពុកពាក់បរោះខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយអង្គពិធី